បាទនេះជាចំណែកគល់ដែលយើងពុះគល់ពីកាលមុនហ្នឹងបងប្អូនទាំងគ្នាបាទហើយអញ្ចឹងយើងពុះទៅវាយើងយកតាមសាច់ស្អាតហើយអញ្ចឹងយើងបានពីរដុំណាហ្នឹងហើយយើងបាននេះមួយដុំហើយនឹងអានេះមួយដុំដើម្បីយកធ្វើរូបផ្សេងគ្នាអញ្ចឹងណាហើយរូបមួយមុនហ្នឹងយើងធ្វើរូបទេវតាឆ្នាំឆ្លូវហ្នឹងហើយទេវតាឆ្នាំឆ្លូវពងទេវតាស្រីហ្នឹងបាទហើយម្ដុំនេះទៀតគឺយើងយកមកធ្វើជារូបព្រះពុទ្ធប្រក់នាគចឹងការងារនេះសុទ្ធតែជាការងារដែលអតិជនរបស់យើងគាត់បានកំងណាហើយឈើនេះក៏ជាឈើរបស់អតិជនរបស់យើងដែលគាត់បានយកមកឲ្យយើងសាងជារូបដែលគាត់ចង់បានអញ្ចឹងណាបាទអញ្ចឹងមុននឹងយើងសាងគឺយើងពិសាមួយគាត់ឲ្យគាត់ត្រូវធ្វើរូបអីគាត់ចង់បានរូបអីហ្នឹងណាដើម្បីកុំឲ្យវាខុសកុំឲ្យវាខាតឈើរបស់គាត់អញ្ចឹងធ្វើតាមអ្វីដែលគាត់ចង់បានហើយចំពោះរូបព្រះពុទ្ធប្រក់នេះផងដែរគឺយើងបានសាងជាច្រើនអង្គមកហើយបាទបងប្អូនគឺយើងសាងចូល20-30 អង្គហើយអញ្ចឹងណាគាត់ថាវីដេអូខ្លះយើងអត់បានធ្វើរូបខ្លះក៏យើងបានថតហ្នឹងណាបាទប៉ុន្តែគាត់ថាដោយការកំងការគ្រប់គ្រងពីសំណាក់អតិជនឬក៏បងដែលអ្នកយកទៅជាបន្តហ្នឹងគាត់បានកំងច្រើនអញ្ចឹងណាមុននឹងតាំងពីមុនយើងបង្កើត page នឹងដើម្បីធ្វើជាវីដេអូ content ចែកជូនបងប្អូនទស្សនាអញ្ចឹងណាបាទជម្រាបសួរបងប្អូនអរគ្នាសូមស្វាគមន៍មកកាន់ចម្លាក់បាយ័នសៀមរាបយើងខ្ញុំសម្រាប់បងប្អូនដែលស្រឡាញ់ចូលចិត្តនិងគ្រប់គ្រងនៅលើស្នាដៃបងប្អូនចង់កំងរូបចម្លាក់បដិមាគ្រប់ប្រភេទរូបសត្វរូបអីក៏បានដែរទេសភាពក្បាច់ភ្ញីអីទាំងអស់បងប្អូនគឺយើងខ្ញុំមានទទួលកំងទាំងចម្លាក់ឈើនិងចម្លាក់ថ្មពូជាងរបស់យើងក៏គាត់ចេះធ្វើថ្មហើយធ្វើគាត់ឈើក៏គាត់ចេះធ្វើដែរអញ្ចឹងណាហើយបងប្អូនអាចតាក់ទងបានតាមរយៈលេខ Telegram 085820043ណាបងប្អូនហើយយើងនឹងដាក់លេខទូរស័ព្ទនៅខាងលើចំណងជើងខ្លាញ់នៅលើវីដេអូរបស់យើងណាបាទដើម្បីឲ្យបងប្អូនងាយស្រួលក្នុងការទំនាក់ទំនងព្រោះហើយជាពេលបន្តិចទៀតនេះគឺខ្ញុំនឹងដូរឲ្យ page ខ្ញុំអត់កាន់ទេដើម្បីយើងធ្វើជាវីដេអូចែកម្លែកអញ្ចឹងដើម្បីយើងនិយាយថាយើងងាយស្រួលគឺវាមាន admin គេអ្នកចាំកាន់ហើយអញ្ចឹងណាបាទអញ្ចឹងយើងគ្រាន់តែផុសទៅវីដេអូយើងលាក់វីដេអូផុសហើយ admin គេកាន់អញ្ចឹងទៅដើម្បី hello យើងអាចស្នើសុំបានចំណូលពី page អីខ្លះអញ្ចឹងណាបងប្អូនបាទព្រោះយើងខំធ្វើអញ្ចឹងទៅហ្នឹងហើយព្រោះយើងដើម្បីជីវភាពយើងចេះធ្វើរហូតបងប្អូនបាទវាមិនទៅបានប្រហែលទេប៉ុន្តែគាត់ថាបើយើងទុកចោលទៅយើងស្ដាយណាបងប្អូនទាំងគ្នាបាទហ្នឹងហើយក៏សូមបងប្អូននៅតែជួយបន្តគ្រប់គ្រងផងព្រោះតោះតែខ្ញុំចេះច្បាស់ខ្ញុំយកមកកាន់ខ្លួនឯងអញ្ចឹងណាដើម្បីងាយស្រួលហើយទំនាក់ទំនងក្នុងឆាតទៅកាន់បងប្អូនទាំងអស់គ្នាអញ្ចឹងទៅត្រូវការទិញច្រើនទៀតនៅកុំព្យូទ័រនៅអីទៀតប៉ុន្តែគាត់ថាយើងរៀងខ្សត់ចំណូលដែរបងប្អូនចម្លាក់របស់យើងក៏មិនទៅបានចំណូលអីណាដែរអញ្ចឹងណាបើតែការងារច្រើនមែនប៉ុន្តែការងារយើងក៏មិនលឿនទេចឹងយូរត្រឹមតែបានមួយអស់លុយមួយចាយមួយចិត្តអស់ហើយរូបមួយទៀតអញ្ចឹងណាបាទតែឃើញផុសរាល់ថ្ងៃអញ្ចឹងមិនសុទ្ធតែរូបសក់រួចរាល់ថ្ងៃទេបងប្អូនបាទតែយើងយកចំណែកបន្តិចដើម្បីទៅផុសហើយវីដេអូវិញក៏យើងកាត់ផ្សេងអញ្ចឹងទៅដើម្បីចែកជូនបងប្អូនទស្សនាសម្រាប់បងប្អូនដែលអត់ទាន់បានឃើញស្នាដៃពីចម្លាក់បាយ័នសៀមរាបយើងខ្ញុំក៏យើងពុកម៉ែបងប្អូនក៏បានឃើញតាមរយៈវីដេអូអញ្ចឹងណាបាទហើយពុកម៉ែបងប្អូនដែលមាន friend បាន follow បានអីហើយក៏ពុកម៉ែបងប្អូនជួយ share ចែករំលែកម្នាក់មួយវីដេអូរបស់យើងដើម្បីចែកជូនពុកម៉ែបងប្អូនទស្សនាហ្នឹងហើយព្រោះវាជាសិល្បៈមួយជាសិល្បៈដ៏ចំណាស់មួយដែលខ្មែរយើងមិនអាចបាត់បង់បានណាបាទព្រោះនេះជាសិល្បៈដែលបង្ហាញពីវប្បធម៌ពីអរិយធម៌ដែលខ្មែរយើងមានអញ្ចឹងណាបាទនឹងឲ្យពូយើងមិនមែនទៅតែចេះទេស្នាដៃហើយចម្លាក់ប្រភេទអស់ហ្នឹងគឺយើងចេះតតាំងពីចំនួនអាណាចក្រខ្មែរនោះបាទអាណាចក្រដ៏រុងរឿងគឺសម័យអង្គររបស់យើងហ្នឹងគឺយើងដូនតារបស់យើងគាត់បានសាងបានចេះឆ្លាក់ចេះក្បួននឹងតាំងពីយូរណាស់មកហើយផងដែរគឺយើងបាននៅតែថែរក្សាតគ្នាអញ្ចឹងណាបាទអញ្ចឹងបងប្អូនជួយបន្តថែរក្សាទាំងអស់គ្នាអញ្ចឹងនឹងក៏យើងរួមគ្នាទៅស្នាដៃទៅសិល្បៈរបស់យើងនឹងវានៅតែថិតថេរអញ្ចឹងណាបាទព្រោះនិយាយទៅយើងមើលទៅប្រទេសជិតខាងរបស់យើងគេរៀបចំណែនគេចាំតាបំផន់គេចាំតាចម្លងគេចាំតាលួចពីយើងទេអញ្ចឹងណាបាទអញ្ចឹងឃើញវីដេអូមុនខ្ញុំផុសទៅបងប្រុសម្នាក់គាត់ថាអីខំផុសវិញម្លេះ
ផុសទៅពេលធ្វើបានហើយផុសទៅតិចទៀតគេលួចអស់ហើយអញ្ចឹងឯថាគេលួចមិនបានព្រោះយើងជាម្ចាស់អញ្ចឹងយើងខំធ្វើយើងផុសទៅបាទគេលួចគេចម្លងអានឹងជាសិទ្ធិរបស់គេដែរយើងមិនអាចទៅហាមគេបានទេការលួចចម្លងពីអ្នកចិត្តខាងរបស់យើងហ្នឹងបាទចាំបីតែការងារខ្លះក៏ប្រវត្តិខ្លះរបស់ខ្លះក៏យើងមើលសិល្បៈពីគេមើលពីយើងទៅបាទអញ្ចឹងវាអ្វីជារបស់យើងក៏យើងខំថែរក្សាដែរណាបងប្អូនអរគ្នាបាទហើយអ្វីដែលយើងមានយើងក៏បោយបាត់បង់ណាហើយព្រះពុទ្ធចាញ់មារបស់យើងនឹងផងដែរដែលមាននៀកក្រងនៅពីខាងក្រោយនឹងផងដែរគឺជាសិល្បៈបែបថ្មីបងប្អូនបាទចឹងក្បាលនៀកក្បាលអីណាអញ្ចឹងយើងធ្វើទៅតាមសម័យកាលតាមសតវត្សតាមយុគដែលអតិថិជនដែលតម្រូវចិត្តតម្រូវការរបស់ភ្ញៀវរបស់យើងចឹងណាបាទព្រោះបច្ចុប្បន្នគឺបងប្អូនឃើញតែប្លែកហើយស្អាតគឺគាត់ជាវយកហើយចឹងណាគាត់ចង់បានហើយអញ្ចឹងណាបាទប៉ុន្តែវាមិនចោលពីរចនាបថមិនចោលក្បួនទេយើងនៅតែមានក្បួនមានຂະຫນាតហើយនឹងក្បាច់លម្អនៅលើរូបរបស់យើងគឺយើងនៅតែបញ្ចូលក្បាច់ខ្មែរសិល្បៈខ្មែរបញ្ចូលទៅក្នុងអាសិល្បៈសម័យរបស់យើងនឹងផងដែរបាទដោយពុកម៉ែបងប្អូនដែលបានឃើញចឹងឯងទោះបីជាក្បាលនៀកក្បាលអីយើងមានការអភិវឌ្ឍធ្វើជាលក្ខណៈបែបនេះមែនក៏ប៉ុន្តែយើងនៅតែមិនភ្លេចខ្មែរក្បាច់ខ្មែររបស់យើងដែលយើងបានបញ្ចូលនៅលើរូបរបស់យើងដើម្បីឲ្យមានព្រលឹងនៅលើរូបរបស់យើងចឹងណាបាទហើយបងប្អូនឃើញស្រាប់ហើយការសាងរបស់យើងគឺមិនបានលឿនទេលឿនទៅពេលដែលខាវីដេអូទេហើយក្នុងមួយអង្គនេះផងដែរគឺយើងចំណាយពេលដល់ទៅកន្លះខែឬក៏ជាងកន្លះខែទៅយើងបានមួយអង្គហ្នឹងបងប្អូនបាទហើយបងប្អូនខ្លះគាត់សួរនាំយើងគាត់ថាគាត់ចង់បានរូបកម្ពស់កន្លះម៉ែត្រកម្ពស់អីហ្នឹងចង់បានតម្លៃត្រឹម20រៀលយើងថាអត់មានទេបងប្អូនបាទអត់មានទេបាទរបស់ដែលយើងខំសាងយើងធ្វើរាប់ខែហើយទ្រាំតែបានមួយអង្គដល់ពេលពុកម៉ែបងប្អូនអតិថិជនខ្លះគាត់ឆាតមកសួរមិនដឹងថាគាត់មានបំណងចង់មកគោឬក៏យ៉ាងម៉េចទេអធិស្ឋានណាប៉ុន្តែឬក៏គាត់មិនដឹងពីតម្លៃសិល្បៈនឹងក៏មិនក៏មិនដឹងដែរបងប្អូនហើយគាត់ថាចង់បានតម្លៃ20-30ដុល្លារអីចឹងអញ្ចឹងពួកបងប្អូនគុណមើលទៅ20-30ដុល្លារឬក៏50ដុល្លារបើសិនជាពួកបងប្អូនធ្វើយ៉ាងចំណាយពេល15ថ្ងៃទៅ20ថ្ងៃពួកបងប្អូនអាចយកបានទេទទួលយកបានទេអញ្ចឹងណាបាទអញ្ចឹងអធិស្ឋានសម្រាប់អតិថិជនឬក៏សំទោសដែលបងដែលបានឆាតសួរហើយមិនត្រូវតម្លៃគ្នាគាត់ថាមិនបញ្ចេញជាឈ្មោះបងណាទេអញ្ចឹងណាប៉ុន្តែគាត់ថាបងខ្លះគាត់អាចនឹងអត់យល់ពីតម្លៃពួកគាត់ឃើញតែគេផុសលក់រូបរយរូបអីតម្លៃគេធូរថ្លៃរូបគេចាក់ម៉ាស៊ីនចាក់អីណាបាទដល់ពេលដែលយើងសាងដោយដៃអញ្ចឹងមិនបានលឿនទេបងប្អូនបាទនៅកម្លាំងពលកម្មអាជីវកម្មថ្លៃបាយទឹកភ្លើងណាគ្រប់សពបែបយ៉ាងចំណាយទៅលើឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃអញ្ចឹងយើងត្រូវការចំណាយច្រើនតម្រាំតែយើងសាងរូបមួយអង្គបានហើយនៅវត្ថុធាតុដើមដូចជាឈើជាអីទៀតចឹងណាពូប្រភេទឈើឥឡូវក៏កាន់តែកម្រហើយឈើបងប្អូនបាទមានតែនៅឈើចាស់ដែលមាន view ហើយទេដែលពួកបងប្អូនប្រជាជនយើងគាត់កាយទុកតាមផ្ទះចឹងណាអញ្ចឹងយើងនៅតែមានអញ្ចឹងឯងតែពេលបើថាឲ្យរកឈើថ្មីឈើអីយកមកប្រើគឺលែងមានហើយប្រភេទឈើដើមឈើអីនេះគឺបានតែឈើប្រភេទគល់ក្នុងដីឬក្នុងដីទេតែគាត់ជីកកាយមកបានទេណាហើយរូបរបស់យើងក៏រួចរាល់ដែរបងប្អូនទាំងអស់គ្នាឃើញថាស្រស់ស្អាតមែនទែនប្រពុតប្រក់នេះរបស់យើងមួយអង្គនេះផងដែរគឺក្បាលនេះក្បាលអីគឺលះរស់រវើកតែម្ដងបាទអរគុណជម្រាបលា